តើប្រហោងខ្មៅអាចលេបត្របាក់ផែនដីយើងត្រឹមតែមួយថ្ងៃមែនដែរទេពិតប្រាកដណាស់ពួកវារាប់លានដែលកំពុងរងចាំយើងនៅទីនោះហើយប្រសិនបើប្រហោងខ្មៅចូលខិតជិតមកកាន់ផែនដីនោះយើងទាំងអស់គ្នាត្រៀមខ្លួនឲ្យហើយទៅតើយើងនឹងបានឃើញអ្វីប្រសិនបើប្រហោងខ្មៅស្រូបយើងចូលទៅក្នុងតើផែនដីអាចវិលជំវិញព្រះអាទិត្យនិងប្រហោងខ្មៅបានដែរឬទេតើយើងអាចគេចខ្លួនចេញពីវាបានដែរឬទេទាំងអស់នេះនឹងអាចកើតឡើងប្រសិនបើប្រហោងខ្មៅលេបផែនដីយើងចូលទៅត្រឹមតែ3000លានឆ្នាំពន្លឺពីផែនដីតែប៉ុណ្ណោះកែវយិត្តអវកាសដែលជាឧបករណ៍ពិសេសស្វែងរកប្រហោងខ្មៅនោះអាចមើលដឹងថាផ្កាយដែលនៅជិតប្រហោងខ្មៅមានសកម្មភាពខុសពីផ្កាយដទៃទៀតបានដោយយ៉ាងងាយឥឡូវយើងមានសុវត្ថិភាពហើយព្រោះថាចម្ងាយពី black hole មកកាន់ផែនដីមានរយៈចម្ងាយពីគ្នាណាស់វាគឺជាកាកសំណល់ supernova ដែលកើតឡើងនៅពេលដែលផ្កាយមានទំហំធំជាងព្រះអាទិត្យរបស់ពួកយើងពី10ទៅ20ដង Stellar black hole មានអង្កត់ផ្ចិតជាធម្មតាប្រហែលជា16ទៅ42គីឡូម៉ែត្រចំណែកឯ Supermassive black hole មានទំហំធំជាងនេះទៅទៀតវាមានអង្កត់ផ្ចិតប្រហែលប៉ុនព្រះអាទិត្យរបស់យើងទាំងមូលហើយម៉ាស់របស់វាធំជាងព្រះអាទិត្យរហូតដល់ទៅ1លានដងបូកបញ្ចូលគ្នាក្នុងចំណោមពួកវាត្រូវបានគេស្គាល់ថាសាសធារៈ A ដែលនៅចំកណ្ដាលកាឡក់ស៊ីរបស់យើងដូច្នេះតើ black hole នៅគៀកនឹងយើងប៉ុណ្ណាដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបានជាការពិតណាស់បើទោះបីជាវាមានទំហំតូចប៉ុនមួយជុលក៏ដោយក៏វាអាចបំផ្លាញមនុស្សយើងបានដែរប្រសិនបើវាបាននៅជិតផែនដីគ្រប់គ្រាន់ដោយសារតែម៉ាស់ដ៏ក្រាស់របស់វានិងទំនាញដ៏ខ្លាំងមហាសាលរបស់វានេះឯងដើម្បីគេចខ្លួនឲ្យមានជីវិតបានគឺអាស្រ័យទៅលើរឿងមួយថាតើយើងអាចរត់លឿនជាងពន្លឺឬក៏អត់អ្នកត្រូវចាំថាគ្មានអ្វីរត់ផុតពីប្រហោងខ្មៅឬក៏ black hole នេះបានទេអ្វីក៏ដោយចង់គេចផុតពីប្រហោងខ្មៅនេះអ្នកត្រូវតែធ្វើដំណើរឲ្យលឿនជាងពន្លឺដើម្បីគេចផុតពីវាបានបើផែនដីចូលកាន់តែគៀកកាន់តែខ្លាំងនោះផ្នែកដែលនៅចិត្តបំផុតប្រហោងខ្មៅនឹងចាប់ផ្ដើមលាតសន្ធឹងឆ្ពោះទៅរកវាហើយបរិយាកាសទាំងអស់នឹងត្រូវបូមចេញភ្លាមៗហើយបន្ទាប់មកបំណែកដ៏ធំនៃផែនដីហែកចេញជាពីរតាមនឹងដែរប្រសិនបើផែនដីអាចធ្លាក់ចូលទៅក្នុងកន្លងរបស់ប្រហោងខ្មៅនោះយើងនឹងជួបប្រទះនឹងការឡើងកម្ដៅនៃជំនោរការទាញទំនាញស្មើគ្នាដ៏ខ្លាំងលើផែនដីនឹងធ្វើឲ្យផែនដីខូចជាបន្តបន្ទាប់វានឹងបង្កើតគ្រោះមហន្តរាយដ៏ធំមហិមាហើយបណ្ដាលឲ្យកម្ដៅស្នូលផែនដីកើនឡើងដល់កម្រិតមហន្តរាយវានឹងបង្កការរញ្ជួយដីបន្ទុកភ្លើងនិងរលកយក្សស៊ូណាមីដែលអាចបំផ្លាញផែនដីត្រឹមតែមួយប្រភេទផ្នែកតែប៉ុណ្ណោះឧបមាថាអ្នកគឺជា super hero អ្នកទៅប្រយុទ្ធជាមួយនឹង black hole នោះប្រហែលជាដៃជើងរបស់អ្នកនឹងដកវែងហើយរាងកាយរបស់អ្នកនឹងយឺតវែងដូចជាកៅស៊ូក៏អាចថាបានហើយសាកស្រមៃមើលបន្តទៀតថាបើសិនបើអ្នកជា The Plus អ្នកអាចរត់គេចខ្លួនចេញពី black hole បានដែរឬទេឡើយគឺមិនអាចទេព្រោះថា black hole អាចស្រូបបានទាំងពន្លឺទៀតដូច្នេះហើយសូម្បីតែពន្លឺក៏មិនអាចរត់គេចផុតពីវាបានដែរតែបើសិនជាចង់គេចខ្លួនចេញពីវានោះ The Flash ត្រូវតែរត់លឿនជាងពន្លឺ1លានដងទើបអាចរត់ចេញពីវាបាននៅទីបំផុតមិនថាអ្វីក៏ដោយឲ្យតែចូលទៅគៀក black hole ហើយនឹងជ្រៀកជាសរសៃតូចៗឥតដែលយើងមិនអាចមើលនឹងភ្នែកទទេបានវាអាចស្រូបបានអ្វីទាំងអស់សូម្បីតែពន្លឺមិនអាចគេចខ្លួនបានដែររឿងមួយដែលមិនគួរឲ្យជឿនោះគឺព្រោះថាប្រព័ន្ធព្រះអាទិត្យយើងទាំងមូលនឹងត្រូវវិនាសហើយភពជាច្រើនរបស់យើងត្រូវបានកំទេចដោយសារតែការរលាយបញ្ចូលគ្នាហើយពួកវានឹងប៉ះទង្គិចគ្នាទៅវិញទៅមកពួកយើងនឹងស្លាប់មុននឹង black hole ស្រូបយើងចូលទៅទៀតព្រោះថាអាចផ្កាយជាង200ក្នុងចំណោមអាចផ្កាយជាងកន្លះលានដែលយើងបានស្គាល់នោះវាមានចម្ងាយត្រឹមតែ100គីឡូម៉ែត្រពីគ្នាតែប៉ុណ្ណោះហើយប្រសិនបើពួកវាប៉ះទង្គិចគ្នានោះពួកវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនដីបញ្ហាទាំងអស់នេះនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនឹងរួមបញ្ចូលជាមួយ aggregation disk ជំវិញ black hole ពេលដែលអាកាសធាតុទាំងនោះត្រូវបានស្រូបចូលទៅក្នុងប្រហោងខ្មៅហើយវានឹងបង្កើតបរិមាណវិទ្យុសកម្មយ៉ាងច្រើនដូច្នេះបើទោះបីជាយើងអាចជិះផុតពីអាចផ្កាយទាំងនោះក៏ពិតមែនក៏យើងអាចស្លាប់ដោយសារតែជាតិវិទ្យុសកម្មដែរពីចុងក្រោយសូមបងប្អូនជួយ like share និង follow page របស់ខ្ញុំម្នាក់មួយផងសូមអរគុណ